អូខេសួស្តីប្រិយមិត្តទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងត្រឡប់មកវិញទៀតហើយវិភាគជាមួយនឹង weekly outlook របស់យើងដដែលសប្តាហ៍មុនគឺខ្ញុំអត់បានធ្វើដោយសារតែទី1គឺយើងចូលឆ្នាំចិនចូលឆ្នាំខ្មែរអញ្ចឹងយើងគឺយើងចង់សប្បាយដែរអញ្ចឹងយើងអត់បានធ្វើទៅអូខេអញ្ចឹងឥឡូវយើងមកវិភាគមើល DIY របស់យើងវិញនៅក្នុង DIY នេះក្នុង time frame ដែលខ្ញុំកំពុងតែនៅនោះគឺ monthly fair value gap ហើយយើងឃើញថាកន្លែង swing low នេះគឺវាត្រូវបានយកហើយអញ្ចឹង target របស់ monthly របស់យើងគឺនៅខាង fair value gap មួយនេះអូខេអានេះគឺជា target របស់យើងមិនមែនមានន័យថាខ្ញុំឃើញវាធ្លាក់ចុះមកហើយវារុញតម្លៃឡើងទៅលើវិញមិនមែនអញ្ចឹងណាបងប្អូនណាគ្រាន់តែនេះគឺជាការកំណត់ target របស់យើងទេបើសិនជាវាបានយកប៉ះជាមួយនឹង fair value gap នឹងហើយ target របស់ខ្ញុំបន្ទាប់គឺ swing low នៅខាងក្រោមនេះអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងយើងល្បិតតិចនៅក្នុងនេះនៅពេលដែលយើងឃើញថាវាបានយក liquidity low នេះហើយយើងនៅសល់10ថ្ងៃទៀតវានឹងបង្កើត monthly fair value gap ដែលជា breakaway gap មួយនេះអូខេអញ្ចឹងខ្ញុំនឹងរកនៅ fair value gap នៅក្នុង lower time frame ដើម្បី short ប៉ះជាមួយនឹង fair value gap របស់ monthly មួយនេះអូខេប៉ុន្តែ10ថ្ងៃទៀតណាបងប្អូនណាឥឡូវយើងចូលមើលនៅក្នុង weekly យើងវិញម្ដងយើងឃើញថា weekly គឺវាបានបង្កើតនៅ fair value gap មួយដែលវាអាចនឹង retest ឡើងទៅលើអូខេអញ្ចឹងកន្លែងនេះបន្ទាប់ពីវាបាន sweep ជាមួយនឹង liquidity មួយនេះហើយវាអាចនឹងឡើងមកប៉ះជាមួយនឹង weekly fair value gap នេះហើយបន្តទម្លាក់តម្លៃចូលមកខាងក្រោមទៀតប៉ុន្តែយើងត្រូវមើលដូចគ្នាថាតើវាអាចនឹងមានឱកាសឡើងមកដល់លើនឹងអត់អញ្ចឹងយើងចូលមកនៅក្នុង daily អូខេអញ្ចឹងអានេះគឺជាព័ត៌មានខ្ញុំសម្រាប់ទៅមក like សិនអញ្ចឹង daily យើងឃើញថាវាមាន daily fair value gap មួយហើយនៅពេលដែលយើងចូលមកនៅក្នុង4 hour យើងមាន4 hour ជាមួយនឹង breaker ដូចគ្នាអញ្ចឹងកន្លែងនេះខ្ញុំអត់គិតថាវានឹងឡើងមកខាងលើនេះវិញទេលុះត្រាតែវាបានយក swing low មួយនេះហើយអូខេអានេះខ្ញុំអាចនឹងគិតថាវាឡើងទៅលើនេះវិញបានដោយសារតែទី1យើងឃើញថាមិញហ្នឹងគឺ weekly នៅខាងលើនេះត្រូវបងប្អូនប៉ុន្តែនៅពេលដែលយើងមើលនៅក្នុង daily នៅក្នុងសប្តាហ៍មុនគឺវាបានប៉ះជាមួយនឹង daily fair value gap មួយនេះដែលវាអាចនឹងរុញតម្លៃធ្លាក់ចុះមកខាងក្រោមហើយមួយទៀតគឺយើងមាននៅ4 hour fair value gap ជាមួយនឹង breaker មួយទៀតអញ្ចឹងកន្លែងនេះបើសិនជាគាត់ trade គាត់អាចនឹង move កន្លែងនេះរៀងនេះតិចវា trick យើងតិចអញ្ចឹងបើសិនជាអាចយើង move stop loss យើងទៅ break even ទៅអូខេបើសិនជាគាត់ចូលកន្លែងនេះយើងអាច move stop loss ទៅ break even ទៅអូខេដោយសារតែកន្លែងនេះយើងរៀងបថុយដែរដោយសារតែទី1គឺយើងមាននៅ weekly fair value gap ដែលវាអាចនឹងរុញតម្លៃឡើងមកខាងលើបានអូខេចឹងយើងប្រយ័ត្នកន្លែងហ្នឹងតិចហើយកន្លែងនេះយើងឃើញថា4 hour គឺវាបាន respect ទេវាអាច support តម្លៃរុញឡើងទេគឺវាបានបិទនៅខាងក្រោមនេះអញ្ចឹងកន្លែងនេះភាគរយច្រើនវាអាចនឹងមកប៉ះខាងក្រោមនេះសិនអញ្ចឹងណាអូខេអាហ្នឹងអ្វីដែលយើងនឹងរំពឹងទុកឥឡូវយើងមកមើលនៅក្នុង daily យើងវិញម្ដងនៅក្នុង daily ខ្ញុំសូមវិភាគទៅលើព័ត៌មានវិញសិនអញ្ចឹងយើងឃើញថាព័ត៌មាននៅក្នុងថ្ងៃអាទិត្យគឺមាន2ដែលវាជាថា bank holiday ថ្ងៃច័ន្ទក៏មាន bank holiday ច្រើនដែរប៉ុន្តែវាមាន USD ទេប៉ុន្តែវាមាន CHS បងប្អូននឹងស្រាប់ថាជាធនាគារមួយដែលតម្កល់មានច្រើនជាងគេអញ្ចឹងណាអញ្ចឹងទៅវាអាចនឹងមាសអត់ដើរទេអញ្ចឹងមានចាំថ្ងៃអង្គារហើយថ្ងៃអង្គារអត់មាន high impact new ទៀតអញ្ចឹងថ្ងៃពុធមានតែថ្ងៃពុធដែរដែលវាមាន high impact new អូខេថ្ងៃពុធមាន high impact new USD ទេអូខេមាន PMI មួយហើយមួយទៀតគឺ
យ៉ាមានតែ PMI មួយទេថ្ងៃពុនហើយ USD អូខេមាន unemployment claim មួយទៀតអូខេអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងជាក់ស្ដែងបើសិនជាវា bank holiday វាអាចនឹង consolidate ដុំនេះបន្ទាប់មកវានឹងទម្លាក់តម្លៃនៅក្នុងថ្ងៃពុធមកយក swing low នៅខាងក្រោមនេះឬក៏វាមកឡើងមក sweep daily fair value gap sweep swing high មួយនេះប៉ះជាមួយនឹង weekly fair value gap បន្ទាប់មកថ្ងៃពហុវានឹងទម្លាក់តម្លៃមកខាងក្រោមវិញអានេះគឺវាបែបហ្នឹងបងប្អូនណាយើងអត់អាចសន្និដ្ឋានបានទេព្រោះព័ត៌មានអត់មានអាគេទីទាំងមុនទេអញ្ចឹងចំពោះខ្ញុំគឺមាន2លក្ខខណ្ឌបើសិនជាវាមិនមកយក swing low មួយនេះទេថ្ងៃពុធវាអាចនឹងមកយក swing high របស់ daily មួយនេះមកប៉ះជាមួយនឹង weekly បន្ទាប់មកថ្ងៃពហុនឹងទម្លាក់តម្លៃចូលមកខាងក្រោមវិញអូខេអញ្ចឹងយើងមើលទៅតាម fundamental របស់យើងគឺមើលពីហ្នឹងព្រោះ hand pack new គឺមានតែថ្ងៃពុធជាមួយនឹងថ្ងៃពហុទេអូខេចឹងចំពោះខ្ញុំគឺ daily ច្រឡំ daily DJY គឺនៅតែបន្ត bearish អញ្ចឹងអូខេអញ្ចឹងរាល់ pair ដែលប្រឆាំងជាមួយនឹង DJY គឺខ្ញុំ bully ទាំងអស់អូខេឧទាហរណ៍ Euro ជាមួយនឹង USD នេះចឹងយើងមកមើល monthly មុនគេអញ្ចឹង monthly វាអាចនឹងមកយក swing high មួយនេះហើយយើងឃើញថា weekly គឺវាបានបិទនៅលើ swing high មួយនេះអញ្ចឹងវាមានថា disrespect អញ្ចឹងវាអាចនឹងមកយក swing high មួយនេះប៉ុន្តែយើងត្រូវមើល note កន្លែងនេះដូចគ្នាដោយសារតែកន្លែងនេះគឺមាននៅ weekly fair value gap អូខេ weekly fair value gap នេះលុះបើសិនជាវាចង់ចុះមកក្រោមយើងត្រូវមើលដែរនឹងថាមើល daily តា daily អូខេយើងមាន daily សម្រាប់ support តម្លៃឡើងហើយយើងចូលមើល 4 hour អត់យើងមើល 4 hour ថាវាមាន fair value gap អូខេមាន 4 hour fair value gap ទៀតអញ្ចឹងវាអាចនឹងកន្លែងនេះបើសិនជាយើងអាចនឹងរំកិលនេះទៅរំកិល stop loss មក break even អានេះក៏ខ្ញុំចូលដែរអូខេខ្ញុំចូលជាមួយ fair value gap មួយនេះនេះគឺជា break away gap ខ្ញុំអត់គិតថាវានឹងមកយកទេអូខេអញ្ចឹងដោយសារតែយើងមាន daily fair value gap ផងយើងមាន 4 hour fair value gap មួយទៀតអញ្ចឹងកន្លែងនេះអាចនឹងឲ្យខ្ញុំមានឱកាសក្នុងការ long បានដោយយើងបបាក់តិចដែរដោយសារតែយើងមាននៅ weekly fair value gap អញ្ចឹងមានវិធីសាស្ត្រមួយគឺយើង move stop loss យើងទៅ break even អូខេតែប៉ុណ្្នឹងគឺហ្នឹងហើយអញ្ចឹងចំពោះ Euro របស់ខ្ញុំគឺនៅតែ bullish តែដែរអូខេហើយយើងចូលមើល pound គឺវា hit target របស់យើងហើយកន្លែងនេះគឺយើងក្នុង monthly គឺវាបាន swing low target របស់យើងគឺ monthly swing high យើងចូលមើលក្នុង weekly វាបានប៉ះជាមួយនឹង weekly fair value gap complete ជាមួយនឹង IL EL ហើយយើងឃើញថាកន្លែងនេះគឺវាបានមកបិទនៅខាងលើ swing high នេះមួយទៀតអញ្ចឹងនៅពេលដែលយើងចូលមើលនៅក្នុង daily យើងឃើញថាកន្លែងនេះមាននៅ daily fair value gap ទូចមួយដែលវាចាថាវា corporate មួយនេះវាចូលរួមជាមួយនឹង fair value area អញ្ចឹងកន្លែងនេះគឺវាបានរុញតម្លៃឡើង IL to EL អូខេអញ្ចឹងវាបាន sweep ហើយអញ្ចឹង target របស់ខ្ញុំមួយទៀតគឺខាងលើនេះមួយទៀតអូខេនេះប៉ះជាមួយនឹង fair value gap នោះមួយទៀតអញ្ចឹងpair នេះក៏ខ្ញុំបានចូលដូចគ្នាប៉ុន្តែខ្ញុំចូលនៅក្នុង 1 hour នេះចូលនៅក្នុង 1 hour complete target ហើយចឹងអានេះយើងអាចនេះយើង complete target ហើយអញ្ចឹងឥឡូវបើសិនជាយើងមើលនៅក្នុង daily កន្លែងនេះយើងតតែចាំនៅថ្ងៃគៀអូខេព្រោះដោយសារតែនៅក្នុង weekly គឺវាបានអត់មាននៅ fair value gap សម្រាប់ឲ្យយើងនេះទេបើសិនជាយើងចូលមើល daily កន្លែងនេះនៅពេលដែលវាបាន swing high មួយនេះហើយអញ្ចឹងយើងចាំមើលនៅក្នុងថ្ងៃអង្គារថ្ងៃច័ន្ទវាអាចនឹង consolidate ដោយសារតែដូចបងប្អូនឃើញអញ្ចឹងគឺថ្ងៃច័ន្ទគឺមាន bank holiday ច្រើន
ចឹងវាបង្កើត fair value gap កន្លែងនេះយើងអាចនឹងចូល long បន្តទៀតបានអូខេហើយ target របស់យើងគឺនៅខាងលើនេះមួយហើយជាមួយនឹង monthly target monthly នៅខាងលើនេះមួយទៀតអូខេអញ្ចឹង pair pound គឺខ្ញុំ bullish ឥឡូវយើងចូលមើល pair OZ របស់យើងវិញម្ដងអញ្ចឹងយើងឃើញថាកន្លែងនេះគឺបាន swing low ដោយសារតែកន្លែងនេះយើងអត់ទាន់ដឹងច្បាស់ថាវានឹង swing ឬក៏វា swing low វាអាចនឹងមក swing high មួយទៀតអូខេដោយសារតែយើងឃើញ candle មួយនេះគឺវា rejection ខ្លាំងមែនតើបើសិនជាយើងចូលមកនៅក្នុង weekly យើងវិញគឺដោយបងប្អូនឃើញស្រាប់អញ្ចឹងគឺវាបានរួញតម្លៃមក swing high នេះវិញហើយអញ្ចឹងកន្លែងនេះយើងឃើញថា swing high មួយនេះត្រូវបាន sweep អញ្ចឹងនៅតែ swing high មួយនេះទេហើយយើងចូលមកនៅក្នុង daily កន្លែងនេះអត់មាននៅ daily fair value gap ទេអញ្ចឹងអានេះវាអត់សូវល្អមើលទេអូខេបើស្អីជាយើងនិយាយទៅគឺវាអត់សូវល្អមើលមែនដោយសារវា hold consolidate នៅម្ដុំ4 hour កន្លែងនេះយើងប្រយ័ត្នដូចគ្នាអញ្ចឹងបើសិនជាយើងជាបានយើងបាច់ trade pair មួយនេះទេអូខេប៉ុន្តែខ្ញុំនៅ bullish pair មួយនេះគាត់ថាយើងអត់មាន context សម្រាប់បន្ត bullish បើសិនជាវាធ្លាក់មកប៉ះជាមួយ daily fair value gap កន្លែងនេះយើងអាចនឹងមើល4 hour ឬក៏1 hour បន្ត long អីចឹងទៅឥឡូវយើងចូលមើល pair NCD របស់យើងវិញអញ្ចឹងយើងឃើញថា pair NCD របស់យើងគឺបាននៅក្នុង monthly បាន swing low បន្តមកវាអាចនឹងបន្តឡើងប៉ះជាមួយនឹង monthly fair value gap នៅខាងលើនេះអានេះគឺជា target របស់យើងហើយយើងឃើញថានៅក្នុង weekly គឺវាបានបិទនៅខាងលើ swing high មួយនេះហើយខ្ញុំសូមចូលមើល monthly ម្ដងទៀតកន្លែងនេះគឺមាន monthly fair value gap ដូចគ្នាប៉ុន្តែយើងប្រើ weekly វិញអូខេដោយសារតែយើង trade នៅក្នុង lower time frame អញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់អញ្ចឹងបន្ទាប់ពីយើងបាន swing high មួយនេះយើងឃើញថាវាបាន candle បិទនៅខាងលើនេះនៅក្នុង weekly ក៏បានបិទនៅខាងលើដូចគ្នាអញ្ចឹងអ្វីដែលយើងបន្តចាំទៀតគឺ daily fair value gap នៅក្នុងសប្តាហ៍បន្ទាប់នៅខាងលើនេះខ្ញុំអត់គិតថាវានឹងធ្លាក់ចូលមកខាងក្រោមនេះទេប៉ុន្តែបើសិនជាវាធ្លាក់ខ្ញុំនឹង demand more confirmation មានន័យថាខ្ញុំនឹងយក4 hour fair value gap ដើម្បីបន្ត long វិញខ្ញុំអត់យក1 hour fair value gap ទេអូខេអានេះគេហៅ demand confirmation ទេណាហើយ more confirmation អូខេអញ្ចឹងយើងបន្តទៅ pair cat យើងវិញម្ដងអញ្ចឹង pair cat របស់យើងគឺយើងឃើញថាកន្លែងនេះវាបាន disrespect វាបន្តចូលមកនៅ monthly fair value gap នោះវិញទៀតនេះគឺជា monthly fair value gap ដែលវាជា target របស់យើងហើយយើងឃើញថា swing low ត្រូវបានយកបិទនៅខាងក្រោម swing low មួយទៀតកន្លែងនេះបង្កើតនៅ fair value gap ដូចគ្នាប៉ុន្តែបងប្អូនត្រូវមើលថាតើ fair value gap ហ្នឹងវារបៀបម៉េចអញ្ចឹង candle ទី3នេះគឺគេហៅថាជា rejection ណាបងប្អូនវា rejection ខ្លាំងដែរអញ្ចឹងបើសិនជាយើងមើលនៅក្នុង daily គឺវាអាចមាន daily fair value gap អីចឹងទៅប៉ុន្តែនៅក្នុង daily គឺវាអត់មានទេមានតែនេះមួយប៉ុន្តែវាបាន complete context របស់វាហើយអូខេនេះអញ្ចឹងគឺថាវាបាន swing low មួយនេះហើយអញ្ចឹងកន្លែងនេះវាអាចនឹងឡើងមកប៉ះខ្ញុំអត់ demand ថាវានឹងមកឡើងមកប៉ះបើសិនជាវាឡើងមកប៉ះអូខេអាហ្នឹងយើងអាចធ្វើការ short ដល់កន្លែង short នៅក្នុង daily ឬក៏4 hour បានអូខេឬក៏1 hour អូខេប៉ុន្តែបើសិនជាវាបង្កើតនៅ daily fair value gap បន្តចូលមកខាងក្រោមនេះមួយទៀតខ្ញុំនឹង ignore អានេះចោលឬក៏ខ្ញុំ set អានេះទៅជា breakaway gap ហើយខ្ញុំនឹង short daily fair value gap វិញអូខេអញ្ចឹងគឺអ្វីដែលខ្ញុំវិភាគគឺបែបហ្នឹងអូខេប៉ុន្តែចំពោះ US CAD គឺយើង bearish ឥឡូវយើងចូល switch យើងវិញអញ្ចឹងយើងឃើញថា switch យើងឃើញថា monthly គឺបានយកហើយអស់ហើយនៅតែ week នេះគឺខ្ពស់មែនតើ week នេះគឺវាឆ្ងាយហើយយើងអានេះគឺជា target របស់យើងនៅពេលដែលយើងចូលនៅក្នុង weekly យើងឃើញថាវាបានបង្កើតនៅ weekly fair value gap ដូចគ្នាអូខេ
ចឹងយើងអាចធ្វើការ short នៅក្នុង weekly fair value gap នេះបានប៉ុន្តែចំពោះ pair switch បងប្អូនត្រូវយើង patient តិចដោយសារតែ pair នេះវាចេញមក contact ស្អាតប៉ុន្តែគាត់ថាវា slow វាដើរយឺតអញ្ចឹងយើងអាចនឹង target alert កន្លែងណាមួយទៅយ៉ាងសម្រាប់អ្នកដែលគាត់ trade pair switch ពីច្រើនគាត់ដឹងហើយអញ្ចឹងនៅពេលដែលយើងចូលមើលនៅក្នុង daily កន្លែងនេះគឺវាបានចិត្ត complete contact វានៅច្រំដែរហ្នឹងប៉ុន្តែកន្លែងនេះយើងបើសិនជាយើងចូលនៅក្នុង daily fair value gap មួយនេះយើងចូលមកនៅក្នុង 1 hour អូខេកន្លែងនេះ 1 hour គឺយើងអត់មានអីមើលទេយើងចូលមកខ្ញុំចូលនេះខ្ញុំចូល 4 hour កន្លែងនេះហើយ stop loss ប៉ុន្តែវាបាន take របស់ខ្ញុំទេវាបន្តចូលមកខាងក្រោមអញ្ចឹងកន្លែងនេះបើសិនជាអាចយើងរំកិលមក break even អូខេរំកិលមក break even ដោយសារតែទី1វាមាន monthly fair value gap នៅខាងលើនេះអញ្ចឹងវាអាចឡើងមក sweep swing high បន្តមកវាធ្លាក់ចុះមកវិញអញ្ចឹងកន្លែងនេះយើងប្រយ័ត្នដូចគ្នាអូខេអញ្ចឹង target របស់ខ្ញុំគឺនៅតែ bearish អញ្ចឹងប៉ុន្តែគ្រាន់ថានេះយើងបើសិនជាអាចយើងរំកិល stop loss មក break even ទាំងអស់គ្នាមកបើសិនជាអ្នកដែលមាននៅក្នុង position នៅឡើយអូខេប្រហែល1 hour កន្លែងនេះគឺវាខ្លាំងពេកអញ្ចឹងអត់ដឹងចូលកន្លែងណាអត់ដឹងដាក់ stop loss ណាអីណីអញ្ចឹងយើងអត់ធ្វើការចូលប៉ុន្តែយើងចូលនៅក្នុង 4 hour វិញអូខេអញ្ចឹង pair មួយទៀតគឺ pair yen យើងឃើញមាន monthly fair value gap កន្លែងនេះជា breakaway gap swing low គឺជា target របស់យើងចូលមកនៅក្នុង weekly កន្លែងនេះបានបង្កើតនៅ weekly fair value gap ដែលវាអាចនឹងមានឱកាសឡើងមកប៉ះវិញអូខេវាអាចនឹងមានឱកាសឡើងមកប៉ះជាមួយនឹង fair value gap របស់ weekly នេះហើយយើងចូលមកនៅក្នុង daily កន្លែងនេះអត់មាន daily fair value gap ទេអញ្ចឹងកន្លែងនេះគឺយើងអាចនឹងមានឱកាស long មិន long យើងកុំជាបច្ចេក trend យើងចាំធ្វើឲ្យវាប៉ះជាមួយនឹង weekly fair value gap មួយហ្នឹងហើយចាំយើងធ្វើការ short អូខេអញ្ចឹងរបស់ខ្ញុំគឺនៅ bearish pair មួយនេះយើងចូល pair ចុងក្រោយគេគឺជា pair gold អូខេអញ្ចឹងយើងមើលមុនដំបូងគេនោះគឺ monthly អញ្ចឹងយើងឃើញថា monthly គឺវាបានបិទនៅលើ all time high យើងចូលមកនៅក្នុង weekly គឺវាបានបង្កើតនៅ weekly fair value gap ដែលខ្ញុំសន្មតថាវាគឺជា breakaway gap វាអាចនឹងចុះមកប៉ះវិញទេបើសិនជាវាចុះមកប៉ះគឺយើង demand confirmation ចឹងទៅយើងចូលមកនៅក្នុង daily អូខេអញ្ចឹងដូចបងប្អូនឃើញស្រាប់ចឹងកន្លែងនេះគឺជា daily fair value gap ប៉ុន្តែបងប្អូនឃើញអា candle នេះគឺវា wick ខ្ពស់ wick ទាបវា wick វែងច្រឡំ wick ខ្ពស់ទាប wick វែងដល់ពេល wick វែងអញ្ចឹងយើងមើលនៅក្នុង 4 hour គឺយើងមាន fair value gap មួយ1 hour ក៏មាន fair value gap មួយដែរអញ្ចឹងកន្លែងនេះបើសិនជាបង្កើតនៅ1 hour fair value gap មួយទៀតយើងអាចនឹងធ្វើការ long នៅក្នុង15នាទីឬក៏5នាទីបានអូខេហើយ1 hour កន្លែងនេះគឺស្អាតមែនតើខ្ញុំវិភាគប៉ុន្តែគ្រាន់ថាយើងងើបអត់ទាន់ទេម៉ោង3ឯណោះម៉ោង3យប់អញ្ចឹងយើងចូលមើលមើលយើងមាន4 hour fair value gap អូខេបន្ទាប់មកយើងមាននៅ1 hour fair value gap កន្លែងនេះមួយទៀតអញ្ចឹងដល់ពេលសិនជាយើងចូលមើល15នាទីចូលមើល15នាទី sweep swing low បន្ទាប់មកយើងចូលមើលកន្លែងមានចូលមើល5នាទីកន្លែងនេះ breakaway gap fair breakaway gap យើងអាចចូលនៅម្ដុំនេះបាន stop loss no កន្លែងនេះគឺជា unicorn ណាផ្លេចនេះ unicorn ណា
unicorn យើងចូលមកវាប៉ះ stop loss នៅខាងក្រោម breaker ហើយ long បាទណាអញ្ចឹងកន្លែងនេះបើសិនជាវាបង្កើតនៅ 1 hour fair value gap មួយទៀតយើងអាចធ្វើការ long បានតែដោយសារតែវាបិទ market តាំងហើយបោះហោះ switch នេះគេបិទធនាគារ Swiss បិទធនាគារ Swiss អញ្ចឹងបិទចឹងpair មួយទៀតចុងក្រោយគេនោះគឺ USDT បាទមើលដែរអញ្ចឹងអានេះគឺជា BTC មាន fair value gap បន្ទាប់មកយើងចូលមើលនៅក្នុង weekly បាន swing low វាអាចនឹងមកយក swing high នៅខាងលើនេះអូខេបន្ទាប់មកយើងចូលមើលនៅក្នុង daily គឺវានៅបន្ត consolidate អញ្ចឹងកន្លែងនេះយើងព្យាយាមមិនកុំចូលហើយ BTC ឥឡូវវាឡើងស្អាតហើយវាវល់មួយត្រាំដូចអូខេអញ្ចឹងការវិភាគ weekly នៅក្នុងសប្តាហ៍នេះគឺមានតែប៉ុណ្្នឹងទេហើយនឹងយើងចាំជួបគ្នាវីដេអូក្រោយបាយបាយជួបគ្នាវីដេអូ